ធ្លាក់ទឹករំអិលពេលពពោះអាចគ្រោះថ្នាក់បើមានរោគសញ្ញាទាំង6យ៉ាងនេះការធ្លាក់ទឹករំអិលនឹងគឺជារឿងធម្មតាចំពោះស្រីៗយើងមិនថាកំពុងតែមានផ្ទៃពោះឬក៏អត់ទេជាទូទៅការធ្លាក់ទឹករំអិលនឹងចាប់ផ្ដើមនៅរយៈពេល2ឆ្នាំមុនពេលមករដូវលើកដំបូងនិងបន្តរហូតដល់យើងអស់រដូវតែម្ដងសម្រាប់ស្ត្រីពពោះវិញអាចធ្លាក់ទឹករំអិលពណ៌ទឹកដោះគោកាន់តែច្រើនឡើងនៅពេលកម្រិតអរម៉ូន estrogen ឡើងខ្ពស់ហើយដោយសារតែបរិមាណហើយនិងប្រភេទនៃការធ្លាក់ទឹករំអិលនឹងមានភាពខុសប្លែកពីគ្នាពីមួយពេលទៅមួយពេលស្រីៗយើងអាចនឹងពិបាកបែងចែករវាងការធ្លាក់ទឹករំអិលប្រក្រតីនិងមិនប្រក្រតីអំឡុងពេលពពោះយោងតាម website របស់ Hello Group Pet ការធ្លាក់ទឹករំអិលប្រក្រតីអំឡុងពេលពពោះនឹងគឺស្ត្រីភាគច្រើនប្រឈមនឹងការធ្លាក់ទឹករំអិលពណ៌ទឹកដោះគោដែលមានក្លិនតិចតួចឬក៏អត់មានក្លិនទាល់តែសោះសូម្បីតែនៅមុនពេលពពោះយ៉ាងណាមិញបញ្ហានឹងអត់គួរឲ្យបារម្ភទេព្រោះអីវាអាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគតាមទ្វារមាសឬមួយក៏ស្បូនជាមួយគ្នានឹងដែរស្រីៗយើងអាចនឹងសង្កេតឃើញការធ្លាក់ទឹករំអិលទ្វារមាសកាន់តែច្រើនឡើងនៅពេលដែលយើងជិតដល់ថ្ងៃសម្រាលហើយការធ្លាក់ទឹករំអិលនឹងក៏អាចមានការប្រែប្រួលតិចតួចដោយមានផ្ទុករំអិលដែលមានពណ៌ផ្កាឈូកស្អិតហើយនឹងមានសន្តានដូចចំហួយប៉ុន្តែតើតើជាមួយនឹងការធ្លាក់ទឹករំអិលខុសប្រក្រតីអំឡុងពេលពពោះវិញវានឹងមានចេញរោគសញ្ញាមួយចំនួនដែលយើងចាំបាច់ត្រូវពិគ្រោះជាមួយនឹងគ្រូពេទ្យភ្លាមៗដែលរោគសញ្ញាទាំងអស់ហ្នឹងមានដូចជាបរិមាណការធ្លាក់ទឹករំអិលកើនឡើងឬពណ៌ទឹករំអិលមានភាពខុសប្លែកពីធម្មតាមុនពេលគួរមានអាយុ37សប្តាហ៍បែកទឹកភ្លោះព្រោះវាអាចបង្ហាញពីការសម្រាលកូនអត់គ្រប់ខែការធ្លាក់ទឹករំអិលពណ៌សអាចបង្កជាការឈឺចាប់នៅពេលនោមឬពេលរួមភេទមួយវិញទៀតអាការៈរលាកឈឺចាប់រមាស់ឬកាហាយនៅត្រង់បរិវេណទ្វារមាសអាចជាសញ្ញានៃការឆ្លងមេរោគផ្សិតផងដែរការធ្លាក់ទឹករំអិលតាមទ្វារមាសពណ៌បៃតងហើយនិងក្រហមឬមួយក៏រមាស់នៅតំបន់ពិសេសអាចបង្ហាញពីជំងឺប្រមេះទឹកថ្លានិងជំងឺកាមរោគដទៃទៀតដែលចាំបាច់ត្រូវព្យាបាលឲ្យបានទាន់ពេលវេលាមានក្លិនឆ្អាបចេញពីទ្វារមាសជាពិសេសក្រោយពេលរួមភេទដែលជាវត្តមាននៃការឆ្លងបាក់តេរីនៅទ្វារមាសការធ្លាក់ឈាមដោយមានការឈឺចាប់ខ្លាំងអំឡុងពេលមានផ្ទៃពោះជាសញ្ញាដែលគ្រោះថ្នាក់បំផុតហើយនឹងតម្រូវឲ្យយើងត្រូវទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់